17 មេសា 1975 គឺជាថ្ងៃអវសាននៃរបបសាធារណរដ្ឋខ្មែរដែលដឹកនាំដោយលោកលន់ នល់ ប្រែក្លាយជាថ្ងៃចាប់ផ្ដើមនៃរបបកម្ពុជាប្រជាធិបតេយ្យដែលដឹកនាំដោយលោកសាឡុត ស ហៅ ប៉ុល ពត ផ្ដើមចេញពីគ្រានោះកម្ពុជាដ៏កំសត់បានធ្លាក់ចូលទៅក្នុងយុគសម័យដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រជាតិក្រោមការដឹកនាំរបស់ពួកខ្មែរក្រហមដោយបានបង្កើតគោលនយោបាយប្រល័យពូជសាសន៍យ៉ាងសាហាវយង់ក្នុងជាទីបំផុតតាមរយៈការធ្វើទារុណកម្មនិងកាប់សម្លាប់ប្រជាជាតិឯងដោយឥតញញើតដៃដើម្បីតែសម្រេចមហិច្ឆតារបស់ខ្លួននៅចំពោះមុខនៃមហាសោកនាដកម្មដ៏អន្តកាលនេះកម្លាំងយុទ្ធជនស្នេហាជាតិមួយក្រុមបានក្រោកឈរឡើងហ៊ានប្រឆាំងជាមួយរបបផ្ដាច់ការប៉ុល ពត ដោយធ្វើដំណើរឆ្លងដែនឆ្ពោះទៅស្វែងរកការគាំទ្ររៀបចំការតស៊ូដើម្បីរំដោះប្រទេសជាតិនិងប្រជាជនកម្ពុជាចេញពីគុកឥតជញ្ជាំង20 មិថុនា 1977 ជាថ្ងៃចងចាំជាប្រវត្តិសាស្ត្រនៃដំណើរឆ្ពោះទៅរកការរំដោះជាតិពីរបបប្រល័យពូជសាសន៍ប៉ុល ពត នៃយុទ្ធមិត្ត5រូបដែលដឹកនាំដោយសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែនជាបេសកកម្មដើម្បីបុព្វហេតុជាតិដ៏អង់អាចក្លាហានប្រកបដោយមនសិការស្នេហាជាតិយ៉ាងមោះមុតបំផុតហ៊ានយកជីវិតធ្វើជាដើមទុនសម្រាប់ចិត្តទាំងអាល័យចាក់ចោលគ្រួសារប្រពន្ធកូនជាទីស្រឡាញ់ដើម្បីរៀបចំការតស៊ូស្វែងរកសន្តិភាពជូនប្រជាជនកម្ពុជារាប់លាននាក់ខ្ញុំមានជំរើសរហូតដល់4ដើម្បីជ្រើសរើសនៅពេលនោះជំរើសទី1គឺប្រើប្រាស់កម្លាំងប្រអាវុធដែលខ្ញុំគ្រប់គ្រងមួយកងវរៈសេនាធំដែលហើយបំផុតបើទោះបីកម្លាំងនេះខ្ញុំសូមបញ្ជាក់ថាក្រោយរំដោះទីក្រុងភ្នំពេញកងវរៈសេនាធំនេះមានជាង 2000 នាក់ក៏ប៉ុន្តែយើងក៏មានការបែងចែកកម្លាំងនេះទៅបង្កើតកម្លាំងថ្មីមួយចំនួននិងមួយចំនួនតូចមួយនោះត្រូវពួកខ្មែរក្រហមចាប់យកទៅសម្លាប់ទៅហើយប៉ុន្តែយ៉ាងណាក៏ដោយខ្ញុំមានលទ្ធភាពដើម្បីប្រើប្រាស់ក្នុងកម្លាំងប្រមាណជា 1500 នាក់ដើម្បីវាយប្រហារកាន់កាប់នៅស្រុកមេមត់ស្រុកត្រួលនិងតំបន់ជិតខាងផ្សេងទៀតនេះជាជំរើសនៃការប្រើប្រាស់កម្លាំងដើម្បីនឹងវាយគ្រប់គ្រងនៅក្នុងតំបន់នេះប៉ុន្តែខ្ញុំគិតថាការធ្វើរបៀបនេះវាជាការបថុយប្រឋានដែលអាចប៉ាន់ស្មានបានក្នុងរង្វង់មួយអាទិត្យឬកន្លះខែកងទ័ពនេះនឹងត្រូវស្លាប់នៅក្នុងថ្លុកឈាមតែម្ដងជំរើសទី2គឺខ្ញុំត្រូវឆ្លងកាត់ទៅសាធារណរដ្ឋសង្គមនិយមវៀតណាមដោយដកខ្លួនចេញដើម្បីរៀបចំការតស៊ូសាជាថ្មីទៀតហើយជំរើសទី3គឺមិនធ្វើអ្វីទាំងអស់ទុកឲ្យប៉ុល ពត ចាប់យកទៅសម្លាប់ដោយអ្នកដទៃទៀតហើយជំរើសទី4គឺការធ្វើអត្តឃាតខ្លួនឯងតែម្ដងទីចុងបំផុតខ្ញុំសម្រេចចិត្តនឹងជ្រើសរើសយកជំរើសទី2គឺឆ្លងកាត់ទៅប្រទេសវៀតណាមដើម្បីរៀបចំការតស៊ូសារជាថ្មីឡើងវិញខ្ញុំពិតជាមានការលំបាកក្នុងការសម្រេចចិត្តជំរើសយកជំរើសនេះបើទោះបីជាជំរើសនេះជាជំរើសដែលខ្ញុំត្រូវបានជ្រើសរើសប៉ុន្តែវាមានការលំបាកណាស់ការចាក់ចែងពីមាតុភូមិចោលប្រពន្ធដែលមានផ្ទៃពោះ5ខែមិនមែនជារឿងលេងសើចសម្រាប់យុវជនម្នាក់ដែលមានអាយុត្រឹមតែ25ឆ្នាំតែប៉ុណ្ណោះក៏ប៉ុន្តែការឈប់ដើរឈរអោបដៃមើលទុកឲ្យពួកប៉ុល ពត សម្លាប់ឬក៏ត្រូវធ្វើអត្តឃាតមិនមែនជាជំរើសល្អនោះទេទោះបីជាក្តីសង្ឃឹមត្រឹមតែ 1% ឬតិចជាងនោះក៏ខ្ញុំត្រូវតែធ្វើការដើម្បីធ្វើសកម្មភាពទៅតាមអ្វីដែលបានធ្វើរួចមកហើយនោះឯងជាភ័ព្វសំណាងបេសកកម្មដើម្បីបុព្វហេតុជាតិដែលយកជីវិតធ្វើជាដើមទុនដឹកនាំដោយសម្ដេចតេជោ ហ៊ុនសែនក៏ទទួលបានការយល់ព្រមពីវៀតណាម
បន្ទាប់មកចំណុចចាប់ផ្ដើមដំបូងគេបង្អស់នៃចលនាតស៊ូរបស់កម្ពុជាត្រូវបានបង្កើតចេញពីប្រទេសវៀតណាមក្រោមការដឹកនាំដោយផ្ទាល់ពីសម្ដេចតេជោហ៊ុនសែនដែលត្រូវបានបង្កើតឡើងនាថ្ងៃទី12ឧសភាឆ្នាំ1978មានឈ្មោះថាអង្គភាព125ដែលជាអង្គការចាត់តាំងយោធាមួយនៅជំហានបន្ទាប់អង្គការចាត់តាំងនយោបាយថ្មីមួយក៏ត្រូវបានបង្កើតឡើងនាថ្ងៃទី2ធ្នូឆ្នាំ1978ដែលមានឈ្មោះថារណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា2ធ្នូគឺជាចលនារួមរបស់ជាតិឆ្ពោះទៅរកការរំដោះប្រទេសនិងប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពតនាថ្ងៃទី7មករាឆ្នាំ1979ក្រោយថ្ងៃជ័យជំនះ7មករាកម្ពុជាដល់កំសត់បានបិទនៅទំព័រសក្ការៈដ៏ខ្មៅងងឹតរបស់ខ្លួនហើយបើកចេញនៅទំព័រសក្ការៈថ្មីគឺសក្ការៈឯករាជ្យសេរីភាពប្រជាធិបតេយ្យនិងវឌ្ឍនភាពសង្គមតាមរយៈការដឹកនាំដ៏ឆ្លៀសវៃនិងប៉ិនប្រសប់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានដាក់ចេញគោលនយោបាយឈ្នះឈ្នះដោយបានពន្លត់ភ្លើងសង្គ្រាមទាំងស្រុងនៅកម្ពុជាចាប់ពីថ្ងៃទី29ខែធ្នូឆ្នាំ1998បាននាំមកនូវពន្លឺសន្តិភាពក្រាលគ្របលើដែនដីសុវណ្ណភូមិប្រជាជនរស់នៅដោយសុខសុវត្ថិភាពពេញបរិបូរណ៍ទទួលបានការឯកភាពទឹកដីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទនិងអតីតយុទ្ធជនក្នុងចំនួនបានធ្វើសមាហរណកម្មមករួមរស់ក្រោមដំបូលរាជរដ្ឋាភិបាលតែមួយសន្តិភាពនិងស្ថិរភាពនយោបាយដ៏រឹងមាំបានចាក់ឫសយ៉ាងជ្រៅក្នុងសង្គមខ្មែរដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រជាង500ឆ្នាំមកនេះក្រោមការដឹកនាំរបស់រដ្ឋាភិបាលដែលកើតចេញពីគណបក្សប្រជាជនកម្ពុជាដែលមានសម្ដេចតេជោហ៊ុនសែនជាប្រមុខអង្គសង្ហានបវរទេកវ័នលោកីរមណីយបាយបីសិល្បៈវប្បធម៌យ៉ាងខអស្ចារ្យរវ័នទេសង្កំទុំក្នុងសាវតាស្មារតីសភាចាកលបុនខេមរាចារុងរីមហារដ្ឋកើតមានអង្គបែងមកហើយជនជាតិខ្មែរអើយចូលចងចាំចាំថាមានពីឈ្នះឈ្នះកន្លែងទៅជួសែនខ្មែរបានថ្លៃថ្លា